អ្នករកស៊ីដប់ដឹងរឿងទាំងនេះមួយភ្ញៀវចំណាយអស់$10.2យកភ្ញៀវតែ$10ថ្ងៃក្រោយគាត់នឹងមកទៀត2អ្នករកស៊ីប៊ូហ្វេគេគិតរួចហើយបើអ្នកមិនខ្ចប់ទៅផ្ទះឬមិនខ្ចៅខ្ជាយទេអ្នកញ៉ាំច្រើនប៉ុណ្ណាក៏ថៅកែហាងមិនខាតដែរ3បើអាចសុំពេលទូទាត់ប្រាក់ជាមួយអ្នកផ្គត់ផ្គង់ឲ្យបានកាន់តែយូរកាន់តែល្អ3ខែ6ខែចាំទូទាត់ម្ដងមានលំហូរសាច់ប្រាក់ច្រើនអាចយកទៅដាក់ធនាគារយកការប្រាក់បាន4បើកហាងកម្រកន្លែងថោកថ្លៃជួលថ្លៃបន្តិចក៏បានឲ្យតែមានមនុស្សដើរឆ្លងកាត់ច្រើន5នៅខាងមុខហាងកុំដាក់ផ្កាកុំដាក់រនាងកុំឲ្យមានកម្មជណ្ដើរវាជាឧបសគ្គភ្ញៀវដើរចូលហាងបើកភ្លើងឲ្យភ្លឺកញ្ចក់ជូតឲ្យស្អាតឲ្យភ្ញៀវដើរកាត់មើលឃើញពីខាងក្រៅ6បើកហាងកាត់សក់ហាងសាឡុនហាងកាហ្វេនៅមុខកន្លែងលាងឡានភ្ញៀវការឡើងទ្វេដង7ឲ្យគេសាក់ free ឲ្យគេភ្លក់ free មនុស្សភាគច្រើនសាក់ហើយចង់តែទិញព្រោះក្រាញ់ចិត្ត8កុំបញ្ចុះតម្លៃ50%លក់មួយថែមមួយធ្វើឲ្យការលក់ការឡើងទ្វេដងហើយទំនិញមិនកប់ស្តុកទៀត9លក់ផ្លែឈើចិត្តឲ្យហើយបកឲ្យហើយលក់បានថ្លៃជាងមុនដាច់ជាងមុន10កុំបញ្ចុះតម្លៃពេលក្រោយពិបាកឡើងថ្លៃវិញណាស់ស៊ូឲ្យរបត់ថែមវិញមិនត្រឹមតែខ្លួនមិនខាតទេអតិថិជនក៏យល់ថាខ្លួនចំណេញដែរ